ក្មេងប្រុសម្នាក់កំពុងលេងវីដេអូហ្គេមនៅលើកុំព្យូទ័ររបស់គាត់គាត់បានរស់នៅលេងតែហ្គេមគ្មានការងារធ្វើអស់រយៈពេល10ឆ្នាំមកហើយព្រឹកបន្ទាប់គាត់បានចុះទៅញ៉ាំអាហារថ្ងៃត្រង់ពេលនោះម្ដាយរបស់គាត់បានសួរថាតើគាត់រកការងារធ្វើបានហើយឬនៅព្រោះឪពុករបស់គាត់មិនអាចធ្វើការជារៀងរហូតបានទេនាងក៏បានសួរផងដែរថាតើគាត់មានគម្រោងអ្វីនៅពេលដែលពួកគេលេងនៅទីនោះទៀតឬដូច្នេះគាត់ក៏ខឹងហើយប្រាប់ម្ដាយគាត់ទាំងកំហឹងថានាងកំពុងតែរំខានគេខ្លាំងណាស់នាងបានឆ្លើយតបទៅវិញថាគាត់តែងតែនិយាយថាខ្ញុំនឹងធ្វើឲ្យដដែលប៉ុន្តែគ្មានអ្វីផ្លាស់ប្ដូរទេដោយខកចិត្តគាត់ក៏ក្រោកឈរឡើងហើយនិយាយថាខ្ញុំបាត់បង់ចំណង់អាហារហើយបន្ទាប់មកគាត់ក៏ដើរចេញពីម្ដាយរបស់គាត់ដឹងថាគាត់ធ្វើខុសប៉ុន្តែបន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យគាត់បានបន្តរៀននៅសាកលវិទ្យាល័យមួយហើយបានបញ្ចប់ការសិក្សានៅសាកលនោះដំបូងឡើយអ្វីមិនអាក្រក់ប៉ុន្មានទេប៉ុន្តែនោះជាពេលដែលបញ្ហារបស់គាត់ចាប់ផ្ដើមគាត់បានព្យាយាមយ៉ាងខ្លាំងដើម្បីស្វែងរកការងារល្អមួយសូម្បីតែមុនពេលបញ្ចប់ការសិក្សាទៅទៀតប៉ុន្តែគាត់មិនអាចទទួលបានការងារនោះទេដែលជាហេតុបណ្ដាលឲ្យគាត់មានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរគាត់ក៏ចាប់ផ្ដើមទទួលបានសារពីមិត្តភ័ក្តិរបស់គាត់ដែលពួកគេតែងតែអួតនឹងការងារដែលពួកគេទទួលបានពួកគេតែងតែសួរគាត់អំពីស្ថានភាពរបស់គាត់ដែលកាន់តែធ្វើឲ្យគាត់មានអារម្មណ៍មិនសប្បាយចិត្តយ៉ាងខ្លាំងហើយតែងតែធ្វើមិនអើពើនឹងសំណួររបស់ពួកគេពេលគាត់ដើរឡើងលើផ្ទះម្ដាយរបស់គាត់បានរៀបរាប់អំពីអ្នកជិតខាងរបស់ពួកគេដែលមានការងារជោគជ័យនិងថែមទាំងមានកូនដ៏គួរឲ្យស្រឡាញ់ម្នាក់ទៀតឥឡូវនេះភ្លាមនោះអ្នកនាំសម្បុត្រម្នាក់បានមកដល់ផ្ទះរបស់គាត់ជាមួយនឹងកញ្ចប់កាដូមួយក្មេងប្រុសនោះបានដើរទៅមាត់ទ្វារហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញកាដូនោះម្ដាយរបស់គាត់បានមកមើលហើយបានសួរទៅកាន់គាត់ថាតើគាត់កំពុងទិញរបស់អ្វីទៀតហើយនិងថែមទាំងសួរគាត់ថាតើគាត់បានលុយមកពីណាសម្រាប់ទិញរបស់នោះគាត់បានតបយ៉ាងលឿនថាគាត់ប្រហែលជាឈ្នះរង្វាន់ទៀតហើយព្រោះគាត់មិនបានទិញអ្វីទេគាត់តែងតែចូលរួមការចែករង្វាន់តាមអ៊ីនធឺណិតដើម្បីបង្វែរអារម្មណ៍ខ្លួនពីកំហុសដែលគ្មានការងារធ្វើប៉ុន្តែពេលខ្លះគាត់បានទទួលរបស់របរសម្រាប់មនុស្សពេញវ័យដែលគាត់មិនអាចឲ្យឪពុកម្ដាយរបស់គាត់ឃើញបានទេនោះហើយជាមូលហេតុដែលគាត់តែងតែទៅទទួលអីវ៉ាន់ដោយខ្លួនឯងដើម្បីបញ្ជាក់ពីអីវ៉ាន់នោះអ្នកនាំសម្បុត្របានសម្គាល់ឲ្យចុះហត្ថលេខាទទួលកញ្ចប់កាដូហើយក្នុងអំឡុងពេលនោះក្មេងប្រុសនោះបានសម្គាល់ឃើញថាអ្នកនាំសម្បុត្របានសម្លឹងមើលគាត់ដោយទឹកមុខចម្លែកគាត់ឆ្ងល់ថាហេតុអ្វីបានជាបុរសអាយុ30ឆ្នាំកំពុងនៅផ្ទះទាំងពាក់កណ្ដាលថ្ងៃត្រង់បែបនេះហើយឆ្ងល់ថាតើគាត់មិនធ្វើការទេឬអីពេលក្មេងប្រុសនោះក្រឡេកមើលមនុស្សជុំវិញខ្លួនគាត់ក៏សង្កេតឃើញថាមនុស្សផ្សេងទៀតក៏កំពុងសម្លឹងមើលគាត់ដោយទឹកមុខចម្លែកដូចគ្នាកញ្ចប់កាដូនោះតូចហើយម្ដាយរបស់គាត់បានសម្លឹងមើលវាដោយឆ្ងល់ថាតើវាជាអ្វីរួចគាត់ក៏ដើរចេញទៅគាត់បានចូលទៅក្នុងបន្ទប់របស់គាត់បើកកញ្ចប់កាដូនោះហើយគាត់បានឃើញកំណត់ចំណាំមួយនិងឌីសមួយនៅខាងក្នុងឌីសនោះមានចំណងជើងថាភូមិវាសនាដែលបានសរសេរនៅលើវាហើយគាត់បានគិតថានេះប្រហែលជាឌីសហ្គេមទើបតែចេញថ្មីគាត់បានអានកំណត់ចំណាំនោះដែលពន្យល់ថាគាត់ត្រូវបានជ្រើសរើសឲ្យសាកល្បងហ្គេមចេញថ្មីនេះកំណត់ចំណាំនោះបានសរសេរថាហ្គេមនេះមានបច្ចេកវិទ្យា AI ចុងក្រោយបំផុតហើយជាហ្គេមដំបូងគេក្នុងโลกដែលបង្កើតតួអង្គដែលអាចគិតនិងធ្វើកាយវិការដូចមនុស្សពិតៗគាត់គិតថាវាស្ដាប់ទៅដូចជាបំភ្លើសបន្តិចគាត់បានបន្តអានការពិពណ៌នារបស់ហ្គេមនិងច្បាប់ផ្សេងៗក្នុងនោះមានលក្ខខណ្ឌមួយចែងថាគាត់ត្រូវសន្យាថានឹងមិនចែករំលែកព័ត៌មានលម្អិតណាមួយអំពីហ្គេមនេះតាមអ៊ីនធឺណិតទេគាត់មានអារម្មណ៍ចម្លែកដែលមិនមានកិច្ចព្រមព្រៀងផ្លូវការណាមួយហើយគាត់គិតថាលក្ខខណ្ឌនេះហាក់ដូចជាកិច្ចសន្យាធម្មតាមិនធំដុំមួយប៉ុណ្ណោះច្បាប់មួយទៀតគឺថាគាត់ត្រូវតែភ្ជាប់អ៊ីនធឺណិតជានិច្ចពេលកំពុងលេងហើយប្រសិនបើអ្នកភូមិនៅក្នុងហ្គេមនោះត្រូវបានស្លាប់នោះគាត់នឹងមិនអាចលេងហ្គេមនោះតទៅទៀតបានទេច្បាប់នោះបានធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំងហើយគាត់គិតថាវារៀងតឹងរឹងបន្តិចដោយចង់ដឹងពីហ្គេមនោះបន្ថែមគាត់បានស្វែងរកឈ្មោះហ្គេមនោះតាមអ៊ីនធឺណិតប៉ុន្តែគាត់មិនបានរកឃើញលទ្ធផលអ្វីទេគាត់ចាប់ផ្ដើមកាន់តែឆ្ងល់ពីហ្គេមដែលចេញថ្មីនេះចុងក្រោយគាត់បានសម្រេចចិត្តលេងហ្គេមនោះលើកុំព្យូទ័រចាស់របស់គាត់ព្រោះប្រសិនបើវាគ្រាន់តែជាការស្កេមរបស់ជនអាក្រក់ទេនោះគាត់នឹងចែករំលែករឿងនេះនៅលើអ៊ីនធឺណិតពេលគាត់បញ្ចូលឌីសនោះចូលគាត់បានឃើញចំណងជើងហ្គេមបានលេចឡើងនៅលើអេក្រង់របស់គាត់បានចុច Enter ដើម្បីចាប់ផ្ដើមហើយនោះជាពេលដែលឈុតឆាកដំបូងរបស់ហ្គេមបានលេចចេញមកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះក្រាហ្វិកដែលមានគុណភាពខ្ពស់ដែលសឹងតែមិនគួរឲ្យជឿហើយវាល្អជាងអ្វីដែលគាត់ធ្លាប់បានគិតទៅទៀតគាត់បានឃើញអ្នកភូមិមួយចំនួនកំពុងជិះរទេះសេះហើយភ្លាមនោះសត្វចម្លែកបានវាយប្រហារទៅកាន់ពួកគេគាត់ឆ្ងល់ថាតើអ្នកភូមិកំពុងនឹងត្រូវបានសត្វចម្លែកដេញចាប់មែនទេពេលនោះគាត់ក៏បានឃើញក្មេងស្រីម្នាក់កំពុងកាន់សៀវភៅបរិសុទ្ធម្យ៉ាងហើយនាងបានបន្តនិយាយអំពីព្រះនៃវាសនាដដែលហាក់ដូចជានាងកំពុងអធិដ្ឋានសុំជំនួយពីព្រះនោះ
គាត់បានរំកើម៉ៅរបស់គាត់ដោយគាត់គិតថាសត្វចម្លែកនោះនឹងវាយទម្លាក់រទេះសេះរបស់ប្រជាជនភ្លាមនោះបុរសដែលកំពុងនៅលើរទេះនោះបានព្យាយាមវាយការពារខ្លួនហើយរំពេចនោះពន្លឺភ្លឺមួយបានចាប់ផ្ដើមភ្លឺឡើងចេញពីសៀវភៅបរិសុទ្ធរបស់ក្មេងស្រីដែលនៅលើរទេះនោះក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះអេក្រង់ទាំងមូលត្រូវបានបំភ្លឺដោយពន្លឺដោយមានការងឿងឆ្ងល់អំពីអ្វីដែលទើបនឹងកើតឡើងឈុតបន្ទាប់ក៏បានបង្ហាញអ្នកភូមិកំពុងនិយាយគ្នាយ៉ាងរីករាយនៅកណ្ដាលព្រៃគាត់គិតថានេះប្រហែលជាកន្លែងដែលហ្គេមនេះរៀបនឹងចាប់ផ្ដើមគាត់បានផ្លាស់ទីម៉ៅរបស់គាត់ទៅលើតួអង្គនីមួយៗដែលធ្វើឲ្យគាត់អាចមើលឃើញរឿងរ៉ាវផ្ទៃក្នុងរបស់ពួកគេបុរសដែលបើករទេះនោះឈ្មោះកាមមានអាយុ26ឆ្នាំជាអ្នកកាន់ដាវក្មេងស្រីដែលមានសៀវភៅបរិសុទ្ធនោះមានឈ្មោះថាឆេមជាបូជីចាអាយុ19ឆ្នាំដែលជឿលើព្រះនៃវាសនានាងត្រូវជាប្អូនស្រីរបស់កាមគាត់បានកត់សម្គាល់ឃើញថាពួកគេមើលទៅមានមុខមិនដូចគ្នាទេហើយបន្ទាប់មកគាត់ក៏បានចាប់ផ្ដើមឆ្ងល់ថាតើហ្គេមនេះត្រូវបានផលិតនៅប្រទេសជប៉ុនមែនទេព្រមទាំងគិតថាវាប្រហែលជាថ្លៃណាស់ក្នុងការផលិតហ្គេមនេះជាមួយនឹងក្រាហ្វិកដែលមានគុណភាពខ្ពស់បែបនេះគាត់គិតថាវាគួរតែជាប្រធានបទក្តៅមួយនៅលើអ៊ីនធឺណិតប៉ុន្តែគាត់បានសម្រេចចិត្តថានឹងពិនិត្យមើលវានៅពេលក្រោយព្រោះពេលនេះគាត់ចង់ដឹងពីព័ត៌មានតួអង្គផ្សេងទៀតនៅក្នុងហ្គេមនោះគាត់បានពិនិត្យមើលតួអង្គទាំង3ដែលនៅសល់ហើយបានដឹងថាពួកគេទាំងអស់គ្នាជាគ្រួសារតែមួយដោយឃើញថារឿងនេះគួរឲ្យចាប់អារម្មណ៍គាត់ក៏ចាប់ផ្ដើមឆ្ងល់ថាតើគាត់អាចបញ្ជាហ្គេមនេះបានដោយរបៀបណាដូច្នេះគាត់ក៏បានចាប់ផ្ដើមស្វែងរកឯកសារណែនាំដើម្បីអានម្ដងទៀតគាត់ក៏បានកត់សម្គាល់ផងដែរថាហ្គេមនេះមិនត្រូវបានបញ្ចេញសំឡេងទេនៅពេលដែលតួអង្គនិយាយគ្នាដោយសារតែការសន្ទនាទាំងនោះត្រូវបានលេចឡើងជាអក្សរនៅលើអេក្រង់វិញនៅក្នុងហ្គេមកាមបានសុំទោសដល់អ្នកទាំងអស់នោះដោយពន្យល់ថាវាជាការងាររបស់គាត់ក្នុងការការពារភូមិប៉ុន្តែអ្វីដែលគាត់អាចធ្វើបានក្នុងអំឡុងពេលវាយប្រហាររបស់សត្វចម្លែកនោះគឺបានត្រឹមតែផ្ដល់ឱកាសឲ្យពួកគេរត់គេចខ្លួនតែប៉ុណ្ណោះពេលនោះខារ៉ូដែលត្រូវជាប្អូនស្រីតូចរបស់គាត់បានសួរគាត់ដោយរីករាយអំពីពន្លឺដែលពួកគេទើបតែបានឃើញឆេមដែលជាប្អូនស្រីពិតប្រាកដរបស់ហ្គាមបានប្រាប់ខារ៉ូវិញថាហ្គាមគឺជាបងប្រុសរបស់នាងក្មេងប្រុសដែលលេងហ្គេមបានកត់សម្គាល់ឃើញថាហ្គាមសង្ហារឹងមាំហើយមានប្អូនស្រីដ៏ស្រស់ស្អាតម្នាក់ទៀតដូច្នេះគាត់គិតថាហ្គាមប្រហែលជាតួអង្គឯកក្នុងហ្គេមនេះបន្ទាប់មកហ្គាមបានប្រាប់ឆេមថាវាជារឿងមិនល្អទេក្នុងការប្រព្រឹត្តចំពោះខារ៉ូបែបនេះហើយឆេមក៏បានសុំទោសទៅកាន់ខារ៉ូសើចក្រោយពេលឃើញបងស្រីរបស់នាងត្រូវហ្គាមស្ដីឲ្យបែបនេះក្មេងប្រុសនោះចាប់ផ្ដើមចូលចិត្តហ្គេមនេះព្រោះគាត់ពិតជាចូលចិត្តចារិកនិងប្រវត្តិរបស់តួអង្គទាំងអស់ឡៃឡានិងរ៉ូឌូសដែលជាតួអង្គផ្សេងទៀតក៏បានឆ្ងល់អំពីពន្លឺនោះដែរឆេមបានពន្យល់ថាពន្លឺអាតកំបាំងនោះបានមកពីព្រះគម្ពីរដែលនាងកំពុងកាន់បន្ទាប់មកក្មេងប្រុសនោះបានទទួលការណែនាំថាគាត់ត្រូវសរសេរទំនាយសម្រាប់អ្នកភូមិជារៀងរាល់ថ្ងៃឥឡូវនេះគាត់បានក្លាយជាព្រះនៃហ្គេមនេះហើយត្រូវទទួលខុសត្រូវក្នុងការណែនាំអ្នកភូមិឲ្យទៅរកភាពរុងរឿងពេលគាត់អានការណែនាំដំបូងគាត់មានការភ្ញាក់ផ្អើលជាខ្លាំងហើយមិនអាចយល់ពីវាបានពេញលេញនោះទេគាត់គិតថាហ្គេមនេះប្រហែលអាចស្គាល់បានតែប្រយោគឬពាក្យសាមញ្ញប៉ុណ្ណោះដូច្នេះគាត់បានសរសេរប្រយោគមួយដោយគិតថាប្រសិនបើ AI នេះអាចយល់ពីប្រយោគនេះបាននោះវានឹងក្លាយជាហ្គេមដ៏អស្ចារ្យមួយបន្ទាប់ពីគាត់សរសេរប្រយោគនោះហើយគាត់ក៏បានចុច Enter បន្ទាប់មកពន្លឺភ្លើងមួយបានចាំងទៅលើព្រះគម្ពីររបស់ឆេមបានបើកប្រយោគនោះហើយចាប់ផ្ដើមអានវាដោយប្រាប់អ្នកដទៃថាពួកគេបានទទួលទំនាយមួយពីព្រះនៃវាសនាមនុស្សគ្រប់គ្នារំភើបចិត្តហើយចាប់ផ្ដើមអធិដ្ឋានដោយសារគ្មានអ្នកណាក្រៅពីឆេមដែលអាចអានទំនាយបានទើបពួកគេបានសុំឲ្យនាងអានទំនាយនោះឲ្យពួកគេស្ដាប់ដែរឆេមបានអានលឺនៅបញ្ជាមួយឲ្យប្រមូលផលដើមឈើនិងស្វែងរកកន្លែងរស់នៅដែលទាំងអស់នេះត្រូវបានសរសេរឡើងតាមរបៀបដូចជាទំនាយក្មេងប្រុសនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បានដកខ្លួនចេញពីកៅអីដោយមិនជឿគាត់មិននឹកស្មានថាវានឹងដំណើរការយ៉ាងល្អឥតខ្ចោះបែបនេះទេការឃើញតួអង្គយោនឹងឆ្លើយតបទៅនឹងអ្វីដែលគាត់បានសរសេរធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគាត់មិនអាចជឿថាមានបច្ចេកវិទ្យាបែបនេះទេគាត់គិតក្នុងចិត្តថាប្រសិនបើតួអង្គអាចយល់និងមានប្រតិកម្មបែបនេះនោះហ្គេមនេះពិតជាមិនគួរឲ្យជឿដំបូងគាត់គិតថាតួអង្គទាំងនោះប្រហែលជាគ្រាន់តែធ្វើតាមសកម្មភាពដែលបានកំណត់ទុកជាមុនមួយចំនួនទេប៉ុន្តែបន្ទាប់មកគាត់បានកត់សម្គាល់ឃើញថាពួកគេកំពុងពិភាក្សាគ្នាពីរបៀបប្រមូលផលដើមឈើនិងរកកន្លែងដេករ៉ូឌូសបាននិយាយថាពួកគេអាចកាប់ដើមឈើពីព្រៃបានប៉ុន្តែពួកគេនឹងមិនអាចប្រើឈើនោះភ្លាមបានទេព្រោះវាត្រូវការពេលវេលាឲ្យស្ងួតបន្ទាប់ពីឈើត្រូវបានកាត់ឆេមមានការភ្ញាក់ផ្អើលនៅពេលដឹងរឿងនេះហើយសូម្បីតែក្មេងប្រុសនោះក៏ភ្ញាក់ផ្អើលដូចគ្នាបន្ទាប់មករ៉ូឌូសបានពន្យល់ពីរបៀបដែលការសម្ងួតឈើដំណើរការហើយឆេមដោយមានអារម្មណ៍ថានាងកំពុងមានកំហុសបាននិយាយថានាងមិនធ្លាប់ស្រាវជ្រាវអំពីរឿងនោះពីមុនមកទេក្មេងប្រុសនោះក៏គិតដូចគ្នាដែរដោយដឹងថាគាត់ក៏មិនដឹងច្រើនអំពីវាដែរបន្ទាប់មករ៉ូឌូសបានធានាដល់មនុស្សគ្រប់គ្នាដោយនិយាយថាវាត្រូវតែមានហេតុផលនៅពីក្រោយផែនការរបស់ព្រះ
ដូច្នេះវាមិនមានគ្រោះថ្នាក់អ្វីទេក្នុងការកាប់ដើមឈើហើយទុកឲ្យវាស្ងួតជាមួយគ្នានោះពួកគេបានប្រមូលឧបករណ៍របស់ពួកគេហើយបានដើរទៅរកដើមឈើដើម្បីចាប់ផ្ដើមធ្វើការកាប់ក្មេងប្រុសនោះឃើញថាឆេមនិងរ៉ូឌូសទទួលបន្ទុកកាប់ដើមឈើខណៈពេលដែលក្មេងស្រីកំពុងដើររកអាហារសម្រាប់បរិភោគគាត់បានកត់សម្គាល់ឃើញថាគាត់អាចប្រើម៉ៅរបស់គាត់ដើម្បីពង្រីកនិងបង្រួមទិដ្ឋភាពនៅក្នុងហ្គេមពេលគាត់ពង្រីកចេញគាត់បានឃើញតំបន់វែងនិងតូចចង្អៀតមួយនៅឆ្ងាយហើយបានទីថាវាអាចជាផ្លូវដែលពួកគេធ្លាប់ប្រើដើម្បីរត់គេចខ្លួននៅលើរទេះសេះពីមុនគាត់ចាប់ផ្ដើមគិតថាតើគាត់អាចអភិវឌ្ឍហ្គេមនេះបានយ៉ាងដូចម្តេចនិងឆ្ងល់ថាតើពេលវេលានៅក្នុងហ្គេមនេះដំណើរការដូចពេលវេលាជាក់ស្ដែងឬអត់គាត់មិនអាចជឿរឿងនេះបានទេហើយគិតក្នុងចិត្តថាវាមិនអាចទៅរួចទេដែលមានហ្គេមបែបនេះភ្លាមនោះការពន្យល់អំពីពិន្ទុបានលេចឡើងនៅលើអេក្រង់របស់គាត់ពិន្ទុទាំងនេះត្រូវបានផ្ដល់ឲ្យដោយផ្អែកលើរបៀបដែលអ្នកភូមិមានអារម្មណ៍ថាពួកគេកំពុងជំពាក់គុណព្រះនៃវាសនាដែលត្រូវជាក្មេងប្រុសម្នាក់នោះគាត់បានកត់សម្គាល់ឃើញថាបច្ចុប្បន្នគាត់មាន97ពិន្ទុហើយពិន្ទុទាំងនេះអាចត្រូវបានប្រើដើម្បីនាំមកនូវអភូតហេតុជាច្រើនសេចក្តីណែនាំបានពន្យល់ថាកាលណាគាត់មានអ្នកភូមិកាន់តែច្រើនគាត់នឹងទទួលបានពិន្ទុកាន់តែច្រើនហើយការធ្វើឲ្យអ្នកភូមិសប្បាយចិត្តក៏នឹងបង្កើនពិន្ទុរបស់គាត់ផងដែរដោយចង់ដឹងចង់ឃើញគាត់បានមើលបញ្ជីនៃអភូតហេតុដែលគាត់អាចធ្វើបានក្នុងចំណោមអភូតហេតុទាំងនោះរួមមានការជួយអ្នកភូមិដែលរត់គេចខ្លួនឲ្យជួបជុំគ្នាវិញឬការធ្វើឲ្យអ្នកលក់ដូរឬគ្រូពេទ្យបង្ហាញខ្លួនគាត់បានដឹងថាគាត់អាចមានឥទ្ធិពលលើវាសនារបស់មនុស្សប៉ុន្តែមិនអាចគ្រប់គ្រងពួកគេដោយផ្ទាល់បានទេទោះជាយ៉ាងណាក៏ដោយគាត់អាចគ្រប់គ្រងរឿងដូចជាអាកាសធាតុបានដែលធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់មានអំណាចស្ទើរតែដូចជាព្រះទៅហើយដោយមិនទាន់គិតច្បាស់ថាតើគាត់ត្រូវចំណាយពិន្ទុរបស់គាត់ទៅលើអភូតហេតុអ្វីគាត់ក៏បានសម្រេចចិត្តស្ដាប់ការសន្ទនារបស់អ្នកភូមិជាមុនសិនដើម្បីអាចសម្រេចចិត្តប្រើប្រាស់ពិន្ទុទាំងនោះឲ្យមានប្រយោជន៍បំផុតគាត់បានរំកិលម៉ៅបញ្ជាទៅរកហ្គាមនិងរ៉ូឌូសហើយបានកត់សម្គាល់ឃើញថារ៉ូឌូសកំពុងព្យាយាមនិយាយជាមួយហ្គាមប៉ុន្តែហ្គាមមិនសូវនិយាយអ្វីច្រើនតបទៅរ៉ូឌូសវិញទេដោយចង់ដឹងពីអ្វីដែលក្មេងស្រីទាំងនោះកំពុងនិយាយគ្នាគាត់ក៏បានបង្វែរអេក្រង់ទៅរកពួកគេហើយឃើញថាពួកគេកំពុងនិយាយគ្នាអំពីម្ហូបអាហារគាត់គិតថាការកោះហៅអ្នកលក់ដូរអាចនឹងមានប្រយោជន៍ព្រោះពួកគេអាចទិញអាហារពីអ្នកលក់ដូរនោះបានអ្នកភូមិបាននិយាយថាពួកគេមានអាហារសម្រាប់តែ2សប្តាហ៍ប៉ុណ្ណោះហើយដោយបានឮបែបនេះក្មេងប្រុសនោះគិតថាគាត់គួរតែពិចារណាណែនាំហ្គាមឲ្យទៅស៊ើបអង្កេតតំបន់មួយនៅថ្ងៃស្អែកប៉ុន្តែបន្ទាប់មកគាត់ក៏ស្ទាក់ស្ទើរដោយគិតថាតើវាជាគំនិតល្អឬអត់ក្នុងការបញ្ជូនអ្នកប្រយុទ្ធតែម្នាក់គត់របស់ពួកគេចេញពីក្រុមបែបនេះបន្ទាប់មកគាត់ក៏មានគំនិតមួយដោយគាត់ចង់ប្រើខារ៉ូដែលមិនសូវធ្វើអ្វីច្រើនដើម្បីរុករកនិងពង្រីកតំបន់ដែលមិនទាន់អាចមើលឃើញបានភ្លាមនោះខារ៉ូបានរើផ្សិតមួយហើយឡៃឡាបានប្រាប់នាងឲ្យទម្លាក់វាចោលយ៉ាងលឿនព្រោះផ្សិតនោះមានជាតិពុលឃើញស្ថានភាពបែបនេះក្មេងប្រុសនោះបានគិតក្នុងចិត្តថាប្រសិនបើទង្វើធ្វេសប្រហែសរបស់គាត់នាំឲ្យអ្នកភូមិស្លាប់នោះគាត់នឹងមានអារម្មណ៍ថាស្ដាយក្រោយជាមិនខានគាត់ឆ្ងល់ថាតើមានអភូតហេតុណាមួយដែលគាត់អាចប្រើបានដើម្បីជួយអ្នកភូមិដែរឬទេគាត់បានឃើញអភូតហេតុមួយហៅថាភាពស្រដៀងគ្នាហើយគាត់បានគិតថាតើការប្រើប្រាស់អភូតហេតុនេះអាចពង្រីកផ្ទៃដីដែលគាត់មើលឃើញបានដែរឬទេបន្ទាប់មកគាត់ក៏បានគិតពិចារណាម្ដងទៀតព្រោះថាសូម្បីតែជប់ឲ្យមានឆ្កែឬឆ្មាសាមញ្ញមួយក្បាលនោះក៏ត្រូវចំណាយ300ពិន្ទុដែរហើយគាត់មិនអាចមានលទ្ធភាពទិញវាបានទេខណៈពេលដែលគាត់មានអារម្មណ៍ថាអស់សង្ឃឹមទៅលើហ្គេមនេះបាត់ទៅហើយគាត់ក៏បានកត់សម្គាល់ឃើញថាគាត់មានជម្រើសមួយផ្សេងទៀតដើម្បីបង្កើនពិន្ទុរបស់គាត់គឺការបង់ប្រាក់ដើម្បីទិញពន្ធទៅនោះគាត់បានដឹងថាគាត់អាចទទួលបាន10ពិន្ទុដោយបង់ប្រាក់1000យេនដែលធ្វើឲ្យគាត់ខកចិត្តជាខ្លាំងព្រោះគាត់មិនមានលុយគ្រប់គ្រាន់ដើម្បីទិញនោះទេគាត់គិតថាប្រសិនបើគាត់អាចចំណាយ20000យេនគាត់អាចទិញឆ្មាឬឆ្កែបានហើយប្រសិនបើគាត់មានពិន្ទុគ្រប់គ្រាន់គាត់អាចធានាថាអ្នកភូមិរស់នៅបានយ៉ាងសុខស្រួលផងដែរប៉ុន្តែបន្ទាប់មកគាត់បានពិនិត្យមើលកុងធនាគាររបស់គាត់ហើយគាត់ឃើញថាគាត់សល់លុយត្រឹមតែ1852យេនប៉ុណ្ណោះគាត់ក៏ចាប់ផ្ដើមមានគំនិតក្នុងការលក់សៀវភៅហ្គេមនិងរង្វាន់ដែលមិនទាន់បើករបស់គាត់តាមអ៊ីនធឺណិតដើម្បីទទួលបានប្រាក់បន្ថែមទៀតបន្ទាប់ពីគិតរឿងនេះរួចគាត់បានត្រឡប់មកផ្ដោតអារម្មណ៍ទៅលើហ្គេមវិញហើយសង្កេតឃើញថាអ្នកភូមិកំពុងរៀបចំខ្លួនចូលគេងពេលនោះរ៉ូដូសបានសួរទៅកាន់ហ្គាមថាហេតុអ្វីបានជាគាត់មិនចូលគេងហើយហ្គាមបានឆ្លើយទៅវិញថាពួកគេត្រូវមាននរណាម្នាក់ចាំមើលជានិច្ចការពារករណីដែលអាចមានសត្វចម្លែកលេចឡើងរ៉ូដូសបានធានាទៅគាត់ដោយនិយាយថាដោយអំណាចនៃព្រះគ្មានសត្វចម្លែកណានឹងមកជិតពួកគេបានឡើយក្មេងប្រុសនោះបានដឹងថាតើអ្នកភូមិទុកចិត្តគាត់ប៉ុណ្ណាប៉ុន្តែគាត់ដឹងថាគាត់មិនមានអំណាចខ្លាំងក្លាដូចអ្វីដែលអ្នកភូមិគិតទេក្មេងប្រុសនោះបានគិតអំពីការប្រាប់ពួកគេថាព្រះរបស់ពួកគេមិនមានអំណាចគ្រប់បែបយ៉ាងដូចអ្វីដែលពួកគេគិតទេប៉ុន្តែគាត់បារម្ភថាការធ្វើដូច្នេះអាចនឹងកាត់បន្ថយជំនឿរបស់អ្នកភូមិដែលមានមកលើគាត់ចាប់ផ្ដើមមើលពីរបៀបដែលឈើត្រូវបានកែច្នៃនៅក្នុងហ្គេមហើយគាត់គិតថា
តើវាមានរយៈពេលប៉ុន្មានហើយចាប់តាំងពីពេលដែលគាត់ចង់ដឹងពីគំនិតថ្មីៗបែបនេះព្រោះអ្វីដែលគាត់បានធ្វើមួយរយៈនេះគឺគ្រាន់តែមើលវីដេអូកម្សាន្តឬលេងហ្គេមតែប៉ុណ្ណោះគាត់គិតថាប្រសិនបើគាត់មិនមែនជាមនុស្សអត់ប្រយោជន៍ទេប្រហែលជាគាត់អាចផ្ដល់ឲ្យអ្នកភូមិនៅជីវិតដែលងាយស្រួលជាងនេះភ្លាមនោះគាត់បានក្រោកឈរឡើងដោយបាននិយាយថាគាត់មិនគួរស្ដាយក្រោយចំពោះអតីតកាលរបស់គាត់ដោយសារតែហ្គេមនេះទេគាត់គិតថាហ្គេមគឺសម្រាប់តែការសប្បាយប៉ុណ្ណោះមិនមែនជាអ្វីមួយដែលធ្វើឲ្យគាត់មានអារម្មណ៍មិនល្អនោះទេពេលគាត់អង្គុយចុះវិញគាត់មានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងដែលកើតចេញពីស្លាកស្នាមដែលមាននៅលើពោះរបស់គាត់ហើយនាំមកនូវការចងចាំដ៏ឈឺចាប់មួយគាត់នៅចាំបានពេលដែលប្អូនស្រីតូចរបស់គាត់ស្ថិតក្នុងគ្រោះថ្នាក់ហើយគាត់បានចូលមកជួយនិងបានវាយប្រហារជាមួយក្មេងប្រុសម្នាក់នៅតាមផ្លូវក្មេងប្រុសនោះបានចាក់ត្រូវពោះគាត់ដោយកាំបិតបន្ទាប់ពីត្រូវគេចាក់គាត់បានរត់យករួចខ្លួនដោយទុកឲ្យប្អូនស្រីរបស់គាត់នៅតែម្នាក់ឯងនោះហើយជាពេលវេលាដែលជីវិតគាត់ចាប់ផ្ដើមដុនដាបទៅដោយទឹកមុខសោកសៅគាត់បានក្រោកឈរពីកៅអីហើយគិតថាគាត់គ្រាន់តែចង់បំភ្លេចរឿងអតីតកាលហើយលេងហ្គេមតែប៉ុណ្ណោះព្រោះគាត់មានអារម្មណ៍ថាគាត់គ្មានអ្វីធ្វើក្រៅពីនេះឡើយនៅព្រឹកបន្ទាប់គាត់បើកភ្នែកឡើងហើយដឹងថាខ្លួនបានគេងដល់ថ្ងៃជិតភ្លឺបាត់ទៅហើយគាត់ចាំបានថាយប់មិញគាត់បានស្រាវជ្រាវពីរបៀបដែលគេផលិតឈើប៉ុន្តែបានដេកលក់ដោយមិនដឹងខ្លួនគាត់បានមើលនាឡិកាហើយឃើញថាឥឡូវនេះម៉ោង 7 ព្រឹកហើយគាត់មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគាត់ខានងើបលឿនបែបនេះយូរមកហើយគាត់បានដើរទៅរកកុំព្យូទ័ររបស់គាត់ហើយឃើញថាប្រជាជននៅក្នុងហ្គេមបានក្រោកឡើងហើយកំពុងធ្វើការគាត់ក៏បាននិយាយថាអ្នកភូមិនៅក្នុងហ្គេមនេះពិតជារស់នៅក្នុងពេលវេលាដូចដែលគាត់កំពុងរស់នៅមែនគាត់ចាប់ផ្ដើមគិតអំពីពាក្យទំនាយដែលគាត់គួរតែផ្ដល់ឲ្យពួកគេក្នុងថ្ងៃនេះប៉ុន្តែគំនិតរបស់គាត់ត្រូវបានរំខានដោយសារតែការក្រហមរបស់ក្រពះរបស់គាត់គាត់ដឹងថាគាត់ឃ្លានហើយនឹកឃើញថាគាត់មិនទាន់បានញ៉ាំអាហារទេយប់មិញព្រោះគាត់បានជក់លេងហ្គេមពេកពេលគាត់ងាកមើលជុំវិញខ្លួនគាត់បានឃើញក្រដាសរុំអាហារសម្រន់ទទេស្អាតដោយដឹងថាសូម្បីតែអាហារសម្រន់ក៏អស់ដែរដូច្នេះគាត់បានចុះទៅជាន់ក្រោមដោយឆ្ងល់ថាតើមានអ្វីនៅសល់ក្នុងទូទឹកកកដែរឬទេពេលគាត់ដើរទៅជិតផ្ទះបាយគាត់បានឮសំឡេងក្រុមគ្រួសាររបស់គាត់កំពុងញ៉ាំអាហារពេលព្រឹកនៅតុបាយចាប់តាំងពីមានរឿងរ៉ាវជាមួយប្អូនស្រីរបស់គាត់មកគាត់បានឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយឪពុករបស់គាត់អំពីការស្វែងរកការងារហើយពួកគេមិនបាននិយាយគ្នាចាប់តាំងពីពេលនោះមកពេលនោះគាត់គិតថាគាត់នឹងចូលទៅស្វាគមន៍ពួកគេដោយស្នាមញញឹមហើយសួរពួកគេថាតើគាត់អាចញ៉ាំអាហារពេលព្រឹកជាមួយពួកគេបានដែរឬទេប៉ុន្តែបន្ទាប់មកគាត់គិតថាគំនិតមួយនេះគួរឲ្យអស់សំណើចខ្លាំងណាស់គ្រួសារគាត់កំពុងញ៉ាំអាហារដើម្បីមានកម្លាំងក្នុងការធ្វើការងារចំណែកឯគាត់វិញគ្មានការងារធ្វើនិងគ្មានអ្វីទាំងអស់ក្នុងខ្លួនតើគាត់អាចប្រឈមមុខនឹងពួកគេបានដោយរបៀបណាបន្ទាប់ពីគិតដូចនេះរួចគាត់ក៏បានត្រឡប់ទៅបន្ទប់របស់គាត់ហើយចាប់ផ្ដើមធ្វើលំហាត់ប្រាណវិញគាត់ចងចាំពីរបៀបដែលគាត់បានរត់គេចខ្លួននៅពេលនោះហើយមានអារម្មណ៍ថាគាត់ត្រូវតែខ្លាំងជាងមុននិងអាចជំនះភាពទន់ខ្សោយដែលគាត់កំពុងមានពេលកំពុងហ្វឹកហាត់គាត់បានសម្លឹងមើលអេក្រង់កុំព្យូទ័ររបស់គាត់ហើយសង្កេតឃើញខារ៉ូលកំពុងធ្វើការជាមួយអ្នកដទៃទៀតពួកគេទាំងអស់គ្នាហាក់ដូចជាសប្បាយចិត្តជាងគាត់ទោះបីជាពួកគេត្រឹមតែជាតួអង្គក្នុងហ្គេមប៉ុណ្ណោះគាត់គិតក្នុងចិត្តថាទោះបីពួកគេត្រឹមតែជាហ្គេមក៏ដោយតែពួកគេបានរស់នៅទាំងមានមហិច្ឆតាជាងគាត់ទៅទៀតដោយមានអារម្មណ៍ថាខុសនឹងខ្លួនឯងគាត់ក៏បានសម្រេចចិត្តព្រមានពួកគេទាំងអស់គុំឲ្យមានជំនឿលើព្រះដែលគ្មានសមត្ថភាពដោយគាត់ខ្លាំងពេកតាមរយៈការសរសេរទំនាយប្រចាំថ្ងៃរបស់គាត់ឆេមបានប្រកាសថាពួកគេបានទទួលទំនាយហើយអ្នកភូមិទាំងអស់បានប្រមូលផ្ដុំគ្នានៅជុំវិញនាងរងចាំស្ដាប់ទំនាយនោះបន្ទាប់ពីនាងបានអានទំនាយរួចបរិយាកាសក៏មានភាពស្ងប់ស្ងាត់បន្តិចក្មេងប្រុសនោះចាប់ផ្ដើមមានការភ័យជាខ្លាំងដោយគិតថាប្រហែលជាពួកគេខកចិត្តនឹងព្រះរបស់គេហើយដែលហាក់ដូចជាកំពុងរកលេសដើម្បីយករួចខ្លួនគាត់បានស្ដាយក្រោយជាខ្លាំងដែលបានផ្ដល់ទំនាយនោះដល់ពួកគេប៉ុន្តែបន្ទាប់មកឆេមក៏បានបំបែកភាពស្ងប់ស្ងាត់នោះដោយសរសើរថាព្រះរបស់ពួកគេតែងតែនៅមើលថែពួកគេជានិច្ចរ៉ូដូបានបន្ថែមថាប្រហែលជាព្រះរបស់ពួកគេបានបាត់បង់ថាមពលដោយសារតែគាត់កំពុងប្រយុទ្ធជាមួយនឹងបិសាចហើយពួកគេមានការទុកចិត្តលើទំនាយនេះយ៉ាងខ្លាំងដែលធ្វើឲ្យពិន្ទុរបស់គាត់បានកើនឡើងដល់110ពិន្ទុគាត់នៅតែគិតថាកំណើននៃពិន្ទុរបស់គាត់មានល្បឿនយឺតខ្លាំងបើវានៅតែបន្តបែបនេះគាត់នឹងមិនអាចផ្ដល់ឲ្យប្រជាជននូវជីវិតដែលល្អប្រសើរជាងនេះទេគាត់បានឮពួកគេនិយាយអំពីភាពលំបាកដែលពួកគេមានដោយសារតែការគេងក្នុងរទេះហើយពួកគេក៏បាននិយាយពីតម្រូវការដែលពួកគេត្រូវការជញ្ជាំងការពារឬរបងសម្រាប់ការពារខ្លួនពីសត្វចម្លែកផងដែរពេលស្ដាប់ការតស៊ូរបស់ពួកគេរួចគាត់ប្រាថ្នាថាគាត់អាចមានពិន្ទុច្រើនជាងនេះដើម្បីជួយពួកគេប៉ុន្តែគាត់ក៏មិនអាចខ្ជះខ្ជាយពិន្ទុដែលគាត់កំពុងមានបានទេវិធីចុងក្រោយដែលគាត់មានដើម្បីអាចរកពិន្ទុថែមបាននោះគឺមានតែការបង់ប្រាក់ដើម្បីទិញពិន្ទុតែមួយគត់គាត់បានចុះបញ្ជីរបស់របរដែលមិនទាន់បើករបស់គាត់សម្រាប់លក់ហើយរំពឹងថាគាត់នឹងអាចទទួលបានប្រាក់ពី 20,000 ទៅ 30,000 យ៉េន
គាត់ក៏បានមើលទៅសៀវភៅរបស់គាត់ហើយគិតថាចង់លក់វាចេញដើម្បីបានលុយបន្ថែមតែគាត់មានបញ្ហាមួយទៀតគឺថាគាត់មិនដែលបានចេញទៅក្រៅអស់រយៈពេលជាច្រើនខែមកហើយប៉ុន្តែគាត់ដឹងថាប្រសិនបើគាត់មិនធ្វើអ្វីទេនោះអ្នកភូមិទាំងអស់អាចនឹងត្រូវស្លាប់ហើយគាត់នឹងមិនអាចលេងហ្គេមនេះបានតទៅទៀតទេបន្ទាប់ពីគិតរួចគាត់ក៏បានសម្រេចចិត្តចេញទៅខាងក្រៅគាត់បានស្លៀកសម្លៀកបំពាក់ស្អាតជាងមុនហើយបានគិតថាវាសមនឹងគាត់ខ្លាំងណាស់ទោះបីជាគាត់មិនបានឡើងគីឡូក៏ដោយកាលនៅក្មេងគាត់ធ្លាប់ស្រមៃថាខ្លួននឹងធំឡើងជាមនុស្សពេញវ័យដ៏ប៉ិនប្រសប់ម្នាក់នៅអាយុ30ឆ្នាំបន្ទាប់ពីគិតរួចគាត់បានសន្យាជាមួយខ្លួនឯងថាគាត់នឹងបន្តលេងហ្គេមនៅថ្ងៃស្អែកបន្តទៀតពេលគាត់រៀបនឹងចាក់ចេញទៅហើយគាត់ក៏បានឃើញខារ៉ូក្នុងហ្គេមដួលហើយរបួសខ្លួនគាត់ពិតជាអាណិតនាងជាខ្លាំងប៉ុន្តែទោះបីជានាងរងរបួសក៏ដោយក៏នាងនៅតែងើបឡើងហើយប្រមូលដំបងឈើដែលជ្រុះទាំងនោះរួចបន្តដំណើរទៅមុខទៀតគាត់ក៏បានកត់សម្គាល់ឃើញថាមនុស្សគ្រប់គ្នានៅក្នុងហ្គេមមើលទៅហត់នឿយដោយដឹងថាថ្ងៃនេះពិបាកជាងធម្មតាសម្រាប់ពួកគេដោយតាំងចិត្តយ៉ាងមុតមមគាត់បានចាប់យកកាបូបសៀវភៅរបស់គាត់ហើយគិតក្នុងចិត្តថាគាត់ក៏នឹងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់គាត់ដែរពេលគាត់ដើរទៅជិតទ្វារម្ដាយរបស់គាត់មានការភ្ញាក់ផ្អើលជាខ្លាំងហើយបានសួរថាតើគាត់កំពុងចេញទៅក្រៅមែនទេហើយឆ្ងល់ថាមានរឿងអ្វីកើតឡើងលើកូនគាត់ក្មេងប្រុសនោះគ្រាន់តែនិយាយថាគាត់នឹងត្រឡប់មកវិញឆាប់ៗនេះគាត់បានយកកង់របស់គាត់រួចជិះចេញទៅតាមផ្លូវមនុស្សម្នាសម្លឹងមើលគាត់ដោយចម្លែកហើយបានវិនិច្ឆ័យគាត់នៅពេលដែលគាត់កំពុងធ្វើដំណើរចេញទៅដោយគិតដល់អ្នកភូមិដែលនៅក្នុងហ្គេមរបស់គាត់ក៏ធាក់កង់ឲ្យលឿនជាងមុនហើយមិនយូរប៉ុន្មានគាត់ក៏បានទៅដល់ហាងលក់សៀវភៅពេលចូលទៅដល់ខាងក្នុងគាត់បានទៅស្វែងរកសៀវភៅណាមួយដែលអាចជួយគាត់ឲ្យមានចំណេះដឹងបន្ថែមក្នុងការដឹកនាំអ្នកភូមិឲ្យល្អជាងនេះគាត់បានកត់សម្គាល់ឃើញសៀវភៅមួយក្បាលដែលនិយាយអំពីមនុស្សក្នុងពិភពលោកផ្សេងទៀតប៉ុន្តែគាត់គិតថាវាមិនត្រូវគ្នានឹងស្ថានភាពហ្គេមរបស់គាត់ទេលើសពីនេះគាត់ក៏មិនអាចមានលទ្ធភាពទិញសៀវភៅថ្មីបានដែរបន្ទាប់ពីលក់សៀវភៅចាស់ៗរបស់គាត់រួចគាត់បានដើរចេញទៅខាងក្រៅហើយបានឃើញហាងនំប៉័ងមួយដែលគាត់ធ្លាប់ទៅញ៉ាំជាមួយក្រុមគ្រួសាររបស់គាត់ក៏បានសម្រេចចិត្តចូលទៅក្នុងហាងនោះគាត់បានទិញបង្អែម4ដុំរួចក៏ត្រឡប់ទៅផ្ទះវិញពេលគាត់ទៅដល់ផ្ទះគាត់ប្រគល់បង្អែមនោះទៅឲ្យម៉ាក់របស់គាត់ម៉ាក់គាត់ញញឹមហើយក៏សួរថាវាសម្រាប់គាត់មែនទេក្មេងប្រុសនោះនិយាយថាគាត់បានទិញមកសម្រាប់ឲ្យអ្នករាល់គ្នារួចក៏ប្រញាប់ទៅបន្ទប់របស់គាត់យ៉ាងលឿនដោយសារតែគាត់មានអារម្មណ៍អៀនខ្មាសបន្តិចគាត់គិតក្នុងចិត្តថាគាត់មិនគួរមានអារម្មណ៍មោទនភាពខ្លាំងដោយសារតែបានធ្វើរឿងតូចតាចនោះទេបន្ទាប់មកគាត់ក៏បានសួរសំណួរទៅកាន់ខ្លួនគាត់ដោយគាត់ឆ្ងល់ថាតើសប្តាហ៍ថ្ងៃនេះគាត់កំពុងធ្វើអ្វីជាមួយជីវិតរបស់គាត់ក្រោយពីគិតបែបនេះរួចគាត់ក៏ទៅចំណាយប្រាក់ប្រមាណ 20,000 យេនដែលធ្វើឲ្យគាត់ទទួលបាន310ពិន្ទុគាត់បានមើលអ្នកភូមិចម្អិនអាហារពេលល្ងាចហើយអង្គុយជាមួយគ្នាគាត់ឆ្ងល់ថាតើគាត់គួរប្រើអភូតហេតុអ្វីទៅកាន់ពួកគេភ្លាមនោះគាត់ចាំថាហ្គេមមានមុខងារមួយដែលអនុញ្ញាតឲ្យគាត់ពិនិត្យមើលការសន្ទនាពីមុនរបស់អ្នកភូមិឡើងវិញប៉ុន្តែគាត់មានអារម្មណ៍មិនស្រួលទេក្នុងការប្រើប្រាស់មុខងារនេះដោយគាត់គិតថាវាដូចជាការលួចស្តាប់អញ្ចឹងយ៉ាងណាក៏ដោយគាត់ក៏បានសម្រេចចិត្តសាកល្បងមុខងារនោះពេលគាត់ចុចលើវាគាត់ស្រាប់តែអាចឮការសន្ទនារបស់ពួកគេកាលពីព្រឹកមិញខណៈពេលដែលគាត់មិនបានមើលគាត់ឮពួកគេកំពុងនិយាយគ្នាអំពីអាកាសធាតុហើយឡៃឡាបាននិយាយថានាងចង់ងូតទឹកក្នុងទន្លេទោះជាយ៉ាងណាក៏ដោយឆេមបាននិយាយថាមានបុរសច្រើនណាស់នៅជុំវិញនេះឡៃឡាព្រិចភ្នែកហើយនិយាយលេងថានាងមិនសូវបារម្ភអំពីការដែលត្រូវបានគេលួចមើលទេព្រោះទាំងស្វាមីនិងកូនស្រីរបស់នាងធ្លាប់ឃើញនាងងូតទឹកបាត់ទៅហើយនាងក៏បានបន្តនិយាយលេងថាហ្គាមមិនចាប់អារម្មណ៍នឹងរាងកាយរបស់ស្ត្រីចំណាស់ដូចនាងទេនាងបានបន្ថែមថាខារ៉ូក៏មិនប្រកាន់ដែរប្រសិនបើហ្គាមឃើញនាងនោះដូច្នេះវាមិនអីទេបន្ទាប់ពីឮបែបនេះក្មេងប្រុសនោះគិតថាគាត់ប្រហែលជាមិនចាំបាច់បារម្ភច្រើនអំពីឡៃឡាឬខារ៉ូទេប៉ុន្តែទំនាក់ទំនងរវាងឆេមនិងបងប្រុសរបស់នាងពិតជាធ្ងន់ធ្ងរជាងអ្វីដែលគាត់គិតទៅទៀតភ្លាមនោះគាត់បានអានថាឡៃឡាកំពុងឆ្ងល់អំពីហ្វូងសត្វចម្លែកដែលបានវាយប្រហារភូមិរបស់ពួកគេកាលពីថ្ងៃមុនដោយបាននិយាយអំពីរបៀបដែលអ្នកភូមិបានរត់ខ្ចាត់ខ្ចាយក្នុងមួយពព្រិចភ្នែកក្មេងប្រុសនោះមានការងឿងឆ្ងល់ជាខ្លាំងដោយឆ្ងល់ថាតើនាងកំពុងនិយាយអំពីអ្វីបន្ទាប់ពីគាត់បន្តស្ដាប់ការសន្ទនារបស់ពួកគេគាត់បានដឹងថាពួកគេកំពុងសំដៅទៅលើភូមិមួយដែលធ្វើពីថ្មដ៏អស្ចារ្យដោយចង់ដឹងចង់ឃើញគាត់បានប្រមូលព័ត៌មានបន្ថែមហើយបានរកឃើញថានៅភូមិនោះធ្លាប់មានអ្នកភូមិជិត100នាក់បន្ទាប់ពីការវាយប្រហាររបស់សត្វចម្លែកពួកគេទាំងអស់គ្នាត្រូវបង្ខំចិត្តរត់គេចខ្លួនដោយម្នាក់រត់យករួចខ្លួនដោយរទេះសេះដូចជារទេះដែលអ្នកភូមិទាំងនេះកំពុងធ្វើដំណើរនាពេលនេះដែរនោះហើយជាពេលដែលគាត់យល់ពីគោលបំណងនៃការបង្កើតអភូតហេតុទាំងនេះគឺដើម្បីឲ្យអ្នកភូមិទាំងអស់ដែលបានរត់គេចខ្លួនមករួបរวมគ្នាសាជាថ្មីពេលនោះស្រាប់តែម្ដាយរបស់គាត់បានហៅគាត់មកញ៉ាំអាហារពេលល្ងាចគាត់បានចុះទៅហើយបានឃើញឪពុករបស់គាត់កំពុងអង្គុយលើកៅអីក្មេងប្រុសនោះភ្ញាក់ផ្អើលជាខ្លាំងដែលបានឃើញគាត់ត្រឡប់មកផ្ទះវិញលឿនយ៉ាងនេះ
ចាប់តាំងពីគាត់ក្លាយជាមនុស្សអត់បានការមកពួកគេបានជួបគ្នាផ្ទាល់តែ2 ទៅ 3 ដងប៉ុណ្ណោះក្នុងមួយខែគាត់បានព្យាយាមចាប់ផ្ដើមការសន្ទនាដែរប៉ុន្តែឪពុករបស់គាត់ហាក់ដូចជាមិនចាប់អារម្មណ៍នឹងការនិយាយទេផ្ទុយទៅវិញឪពុករបស់គាត់បានសួរថាតើសាយូគីដែលជាប្អូនស្រីរបស់គាត់កំពុងធ្វើការថែមម៉ោងមែនទេមិនដូចគាត់ទេសាយូគីឧស្សាហ៍ព្យាយាមហើយព្រមទាំងបានចូលធ្វើការនៅមុខជំនាញដែលនាងស្រឡាញ់ទៀតផងនាងតែងតែនិយាយថាការធ្វើការដល់យប់ជ្រៅនឹងមិនរំខាននាងឡើយបន្ទាប់មកម្ដាយរបស់ពួកគេបាននិយាយថានាងទទួលបាននំមួយចំនួនដែលធ្វើពីដៃដោយអូគីគូហើយបានសួរថាតើគាត់ចង់សាកល្បងវាដែរឬទេម្ដាយគាត់បានពន្យល់ថាថ្ងៃនេះអាកាសធាតុល្អដូច្នេះនាងបានដើរលេងមួយសន្ទុះនៅក្នុងសួនច្បារបន្ទាប់មកនាងក៏បានជួបអូគីគូហើយពួកគេក៏បានទៅទិញអីវ៉ាន់ជាមួយគ្នាទៅអូគីគូគឺជាម្ចាស់ផ្ទះដែលមានវ័យចំណាស់ម្នាក់ហើយកាលគាត់នៅក្មេងនាងតែងតែយកស្ករគ្រាប់មកឲ្យពួកគេគាត់បានដឹងថាហេតុផលតែមួយគត់ដែលគាត់មិនត្រូវបានបណ្ដេញចេញពីផ្ទះទោះបីជាគាត់អត់ប្រយោជន៍ក៏ដោយគឺដោយសារតែឪពុករបស់គាត់ធ្វើការយ៉ាងខ្លាំងនិងមានប្រាក់ចំណូលស្ថិរភាពបន្ទាប់ពីញ៉ាំអាហាររួចគាត់បានអរគុណឪពុកម្ដាយរបស់គាត់រួចក៏បានដើរទៅបន្ទប់របស់គាត់វិញម្ដាយរបស់គាត់បានប្រាប់គាត់ឲ្យយកបង្អែមទៅជាមួយគេផងហើយព្រមទាំងបានសួរទៅឪពុករបស់គាត់ថាតើគាត់ចង់ញ៉ាំបង្អែមដែរទេដោយនិយាយថាកូនប្រុសរបស់ពួកគេជាអ្នកទិញឲ្យឪពុករបស់គាត់បានឆ្លើយទាំងស្ទាក់ស្ទើរថាគាត់ចង់ញ៉ាំដោយមានអារម្មណ៍ខកចិត្តក្មេងប្រុសនោះក៏ត្រឡប់ទៅបន្ទប់វិញហើយចាប់ផ្ដើមពិនិត្យមើលអ្នកភូមិក្នុងហ្គេមគាត់ឃើញថាមនុស្សគ្រប់គ្នាបានទៅរកទីសេះលើកលែងតែហ្គាមប៉ុណ្ណោះគាត់ក៏បាននិយាយថាហ្គាមជាមនុស្សដែលគេអាចទុកចិត្តបានជាមួយនឹងកម្លាំងដ៏ខ្លាំងក្លារបស់គេដូចជាឪពុករបស់គាត់ដែរឈេមអាចប្រើមន្តអាគមព្យាបាលបានប៉ុន្តែនាងមិនស័ក្តិសមសម្រាប់ការប្រយុទ្ធទេដូច្នេះទាំងនាងនិងអ្នកភូមិពឹងផ្អែកយ៉ាងខ្លាំងទៅលើហ្គាមគាត់មានវិធីមួយដើម្បីកោះហៅមនុស្សបន្ថែមទៀតប៉ុន្តែវាត្រូវចំណាយពិន្ទុច្រើនពេកគាត់មានជំរើសកោះហៅមនុស្សដោយចៃដន្យបានហើយវាថោកជាងការជ្រើសរើសប្រភេទមនុស្សប៉ុន្តែវាក៏មានហានិភ័យខ្ពស់ដូចគ្នាចុះបើមនុស្សចៃដន្យនោះប្រែជាឧក្រិដ្ឋជនឬជាមនុស្សគ្រោះថ្នាក់អីទៅគាត់ក៏បានសម្រេចចិត្តថាវាជាការប្រសើរជាងក្នុងការមិនប្រថុយបែបនេះគាត់ក៏ចង់សន្សំពិន្ទុដែរដូច្នេះគាត់គិតថាវាជាការប្រសើរជាងក្នុងការទុកប្រើពិន្ទុទាំងនោះនៅគ្រាអាសន្នវិញដោយដឹងថាហ្គេមនេះបានបង្កភាពតានតឹងដល់គាត់ប៉ុណ្ណាគាត់គិតថាវាជាការល្អបំផុតក្នុងការគេងហើយរកវិធីដោះស្រាយនៅថ្ងៃស្អែកវិញពេលដែលគាត់រៀបនឹងក្រោកពីកៅអីទៅហើយស្រាប់តែមានការជូនដំណឹងមួយបានលេចចេញមកអ្នកភូមិត្រូវបានគេវាយប្រហារយូស៊ីអូដែលត្រូវជាក្មេងប្រុសម្នាក់នោះបានជូនដំណឹងដល់មនុស្សគ្រប់គ្នាយ៉ាងរហ័សឲ្យភ្ញាក់ឡើងឈេមក៏បានសួរថាមានអ្វីកើតឡើងហ្គាមបានប្រាប់នាងថាសត្វចម្លែកកំពុងវាយប្រហារហើយបានព្រមានកុំឲ្យមនុស្សគ្រប់គ្នាចាក់ចេញពីប្រទេសនេះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយរ៉ូដូសបានប្រាប់ប្រពន្ធនិងកូនស្រីរបស់គាត់ឲ្យស្នាក់នៅក្នុងរទេះពីព្រោះវាមានគ្រោះថ្នាក់ហ្គាមដោយរក្សាភាពស្ងប់ស្ងាត់បានធានាដល់មនុស្សគ្រប់គ្នាថាគាត់នឹងដោះស្រាយវាហើយបានសុំឲ្យឈេមត្រៀមខ្លួនប្រើមន្តអាគមព្យាបាលរបស់នាងប្រសិនបើចាំបាច់យូស៊ីអូមានអារម្មណ៍តានតឹងយ៉ាងខ្លាំងតំបន់នោះងងឹតណាស់សម្រាប់គាត់ដែលគាត់មិនអាចមើលឃើញសត្វចម្លែកទាំងនោះទេហើយគាត់ក៏មិនដឹងថាពួកវានៅឯណាដែរភ្លាមនោះចចកពីក្បាលបានលេចចេញមកយូស៊ីអូដឹងថាហ្គាមខ្លាំងប៉ុន្តែវាគឺ2ទល់នឹង1ហើយគាត់កាន់តែមានការបារម្ភជាខ្លាំងគាត់បានគិតចង់ប្រើអភូតហេតុមួយដើម្បីជួយប៉ុន្តែមុនពេលដែលគាត់អាចធ្វើសកម្មភាពបានសត្វចម្លែកបានវាយប្រហារហ្គាមបានវាយបកវិញយ៉ាងសាហាវដោយដាវហើយបានសម្លាប់សត្វទាំងពីរក្បាលក្រោយពីការប្រយុទ្ធរួចហ្គាមបានអង្គុយលើគល់ឈើមួយដោយអស់កម្លាំងប្អូនស្រីរបស់គាត់រត់មករកគាត់ដោយញញឹមហើយសួរថាតើគាត់សុខសប្បាយជាទេប៉ុន្តែភ្លាមនោះហ្គាមបានដួលសន្លប់ហើយមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងយូស៊ីអូបានស្រែកឈ្មោះរបស់ហ្គាមដោយដឹងថាវាមិនមែនជាជ័យជំនះដ៏ល្អឥតខ្ចោះនោះទេប្អូនស្រីរបស់គាត់ចាប់ផ្ដើមយំដោយអោបគាត់នៅក្នុងដៃនាងភ័យស្លន់ស្លោហើយស្រែកថាខ្លួនរបស់ហ្គាមកំពុងត្រជាក់ទន្ទឹមនឹងនេះនៅខាងក្រៅអេក្រង់ក្មេងប្រុសនោះកំពុងព្យាយាមស្វែងយល់ថាមានអ្វីកើតឡើងរ៉ូឌូបានពិនិត្យជីពចររបស់ហ្គាមហើយព្យាយាមធ្វើឲ្យឈេមស្ងប់អារម្មណ៍គាត់បានកត់សម្គាល់ឃើញស្លាកស្នាមខំនៅលើដៃរបស់ហ្គាមដោយដឹងថាវាជាការខំរបស់សត្វចម្លែកហើយក៏បានបំពុលគាត់យូស៊ីអូចាប់ផ្ដើមសម្រាកដោយគិតថាវេតាមន្តព្យាបាលរបស់ឈេមនឹងអាចជួយហ្គាមបានប៉ុន្តែបន្ទាប់មកឈេមបាននិយាយថានាងមិនទាន់បានរៀនវេតាមន្តបន្សាបជាតិពុលនៅឡើយទេដោយអស់សង្ឃឹមរ៉ូឌូសបានសួរថាតើមានថ្នាំបន្សាបជាតិពុលនៅក្នុងសម្ភារៈរបស់ពួកគេដែរឬទេប៉ុន្តែហ្គាមបានក្រវីក្បាលដោយនិយាយថាពួកគេគ្មានទេខារ៉ូឈរដោយតក់ស្លុតមិនអាចជឿថាមានរឿងបែបនេះកំពុងកើតឡើងនោះទេឈេមដែលកំពុងយំចាប់ផ្ដើមអង្វរបងប្រុសរបស់នាងកុំឲ្យចាក់ចេញពីនាងតែហ្គាមអាចជៀសផុតពីសេចក្តីស្លាប់នេះបានទេហើយតើក្មេងប្រុសនោះនឹងដោះស្រាយបញ្ហានេះដោយរបៀបណាយើងនឹងចាំមើលនៅភាគបន្ទាប់